ចាឃើញថាពី3ថ្ងៃនេះបងប្អូនភ្លៀងជាប់គ្នាល្អមែនតើមួយរយៈហ្នឹងសុខសប្បាយជាអត់បងប្អូនទាំងអស់គ្នាបែកគ្នាមួយរយៈហើយដែលខ្ញុំមិនដែលបានផុសមិនដែលបានលេងសោះមានបងប្អូនខ្លះក៏នៅចាំខ្ញុំបងប្អូនខ្លះក៏មិនសូវជាចាំខ្ញុំប្រហែលទេព្រោះខ្ញុំមកដែរធ្វើវីដេអូសោះបងប្អូនហើយឥឡូវហ្នឹងគឺមកបញ្ចូលសំឡេងពេលយប់អញ្ចឹងហើយរៀងស្ងាត់ស្រួលបន្តិចហើយក៏សូមអរគុណដល់បងស្រីនៅប្រទេសចិនណាដែលគាត់បានខមមិនសួរខ្ញុំថាខ្ញុំបាត់មុខទៅណាទៅណីអញ្ចឹងណាអរគុណច្រើនមែនតែនបងស្រីបើសិនជាបងស្រីបានមើលវីដេអូហើយបានស្ដាប់ខ្ញុំនិយាយណាបងស្ដាប់ខ្ញុំនិយាយឲ្យចប់ទៅបងនឹងដឹងថាខ្ញុំនិយាយអំពីអ្វីអញ្ចឹងណាហើយបើសិនជាខ្ញុំ comment ជាមួយបងក៏ពិបាកដែរអញ្ចឹងខ្ញុំនិយាយតាមវីដេអូនឹងទៅចោះបងស្រីអរគុណមែនតើបងដែលបានសួរប្អូនទៅណាទៅណីអញ្ចឹងណាការពិតនោះបងស្រីគឺខ្ញុំមានអារម្មណ៍មួយថាឈប់លេងអញ្ចឹងដោយសារតែវាមានការពិបាកមែនតើក្នុងការលេងក្នុងការអីអញ្ចឹងទៅគឺថាពិបាកស្ដាប់ទៅស្ដាប់មកគឺពិបាកមែនតើម្ល៉េះហើយក៏ឆ្លៀតសម្រាប់សិនសម្រាប់ឯងមិនតន់ថាឈប់លេងទេបងប្អូនចូលចិត្តណាស់គឺខាងផុសវីដេអូខាងការនិយាយស្ដីហ្នឹងគឺខ្ញុំចូលចិត្តជាពិសេសនោះទៀតគឺខ្ញុំចូលចិត្តបង្ហាញសមត្ថភាពដែលខ្ញុំមានជូនបងប្អូនទស្សនាអញ្ចឹងទៅនិយាយទៅនិយាយមកក៏នៅតែអរគុណបងស្រីនៅចិនដែលបានសួរសុខទុក្ខប្អូនថាបាត់មុខបាត់មាត់ទៅណាមិនឃើញលេងមិនឃើញអីអញ្ចឹងណាប្អូនមិនបានបាត់ទៅណាទេបងស្រីគឺប្អូននៅតែម្ដុំបងឯងនឹងតែបងឯងមើលខ្ញុំអត់ឃើញបងប្អូនទាំងអស់គ្នាចង់បានមនុស្សដែលគាត់ចងចាំយើងពិតប្រាកដណាបងប្អូនចូលទៅលេងជាមួយនឹងបងស្រីនៅចិនចាគាត់ប្រកែចងចាំណាបងប្អូនខ្ញុំលេងជាមួយគាត់មួយរយៈធំរយៈមុនណាមួយរយៈមុនគឺខ្ញុំលេងជាមួយពួកបងនៅប្រទេសចិនចាគឺគាត់មានការចងចាំច្បាស់លាស់មែនតែនហើយគាត់ក៏ជា friend ម្នាក់ដែរចាច្បាស់លាស់ជាមួយនឹងយើងខ្លាំងណាស់បងប្អូនទាំងអស់គ្នាសាច់រឿងរបស់ខ្ញុំនោះចាគឺពីមុនមកគឺខ្ញុំលេងជាមួយនឹងបងនៅចិននោះគឺមួយរយៈធំតែមួយរយៈក្រោយមកខ្ញុំក៏បានសម្រាកសិនព្រោះដូចថាយើងនៅស្រុកខ្មែរយើងមិនអាចរកលុយបានអីអញ្ចឹងទៅ VPN VPS អីដូចរញ៉េរញ៉ៃច្រើនអញ្ចឹងណាបងប្អូនដល់ពេលគិតសពទៅលេងសាក់មើលបន្តទៀតណាវាមិនដែលគេធ្វើបានយើងធ្វើមិនបានទេឥឡូវចាប់ផ្ដើមលេងម្ដងទៀតហើយបងប្អូនហើយឥឡូវហ្នឹងគឺខ្ញុំបានសម្រេចចិត្តរួចហើយថាខ្ញុំនឹងបន្តលេងទៀតជាមួយនឹងបងប្អូនទាំងអស់គ្នាគឺខ្ញុំនឹងឈប់ទៅណាទៅណីទៀតហើយនឹងសុំមិនឈប់សម្រាកទៀតទេគឺនៅតែបន្តលេងជាមួយនឹងបងប្អូនទាំងអស់គ្នាបន្តទៀតពីមុនដោយសារតែខ្ញុំមិនទាន់យល់ច្បាស់នៅធ្វើវីដេអូថាមិនដឹងធ្វើវីដេអូអីមិនដឹងសម្ដែងពីអីឲ្យបងប្អូនទស្សនាឲ្យវីដេអូយើងនឹងរីកឥឡូវគឺយល់ច្បាស់ហើយបងប្អូនមួយរយៈដែលខ្ញុំបានសម្រាកសម្រានពីការលេងវីដេអូហ្នឹងណាមួយរយៈហ្នឹងគឺខ្ញុំបានយល់ច្បាស់ហើយខ្ញុំក៏បានចាត្រៀមវីដេអូរួចអស់ហើយដើម្បីលេងជាមួយនឹងបងប្អូនបន្តទៀតចឹងហើយសង្ឃឹមថាបងប្អូនដែលបានស្គាល់ខ្ញុំពីមុនឬក៏មិនទាន់ស្គាល់ណាអាចចូលលេងផ្ទះខ្ញុំបានខ្ញុំស្វាគមន៍ហើយខ្ញុំក៏ទៅលេងផ្ទះបងប្អូនវិញដែរឥឡូវហ្នឹងគឺចូលសាច់រឿងយើងម្ដងវិញគឺសាច់រឿងនៅក្នុងវីដេអូនិយាយអំពីកង្កែប3ក្បាលបងប្អូនហើយមិនដឹងជាគាត់កើតអីគាត់មកនៅក្នុងដេញនៅក្នុងដេញឥដ្ឋនេះបងប្អូនចង់ចម្លែកទៀតណាខ្ញុំងើបពីគេងមកស្រាប់បើកទ្វារបបោសដីបបោសចុះបបោសឡើងហាឲ្យមិនក៏ឃើញស្អីលោតផ្លោតអញ្ចឹងណាបងប្អូនដល់ពេលខ្ញុំទៅមើលកន្លែងឥដ្ឋហ្នឹងទៅស្រាប់តែហើយ3ក្បាលហ្នឹងមកនៅក្នុងនឹងពីងកាល
ក៏យកទូរស័ព្ទមកថតទុកមើលអញ្ចឹងទៅហាហាម្យ៉ាងដែរបងប្អូនម្យ៉ាងដែរចេះឲ្យទំនងមកចូលនឹងក្នុងនឹងឲ្យទំនងរបស់គេឲ្យអាមួយនឹងបងប្អូនកឡើងបឿហ្មងចាកឡើងបឿធាត់ដឹងញ៉ាំអីធាត់តែឯងញ៉ាំចង់ងាប់អត់មានធាត់តែលេងហើយចំណែកខ្ញុំគឺបានត្រឡប់មកពីផ្សារវិញណាបងប្អូនមានស្បោងខ្មៅនឹងគឺជារបស់របរខ្ញុំសម្រាប់ធ្វើលក់ជូនបងប្អូនកម្មកររោងចក្រអញ្ចឹងណាបងប្អូនណាជីវិតអ្នកលក់ងើបពីគេងផ្សារងើបពីផ្សារមកធ្វើអីសម្រាប់បងប្អូនជូនបងប្អូនអញ្ចឹងទៅអញ្ចឹងក៏សូមចប់ត្រឹមនឹងដែរអរគុណ